សួស្តីទៅកាន់ពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចាថ្ងៃនេះគឺយើងមកជួបគ្នាម្ដងទៀតតើតូនជាមួយនឹងបញ្ហាលើសជាតិខ្លាញ់ឬជាតិស្ករនិងលើសជាតិអាស៊ីតផងដែរនៅក្នុងនិកាយរបស់យើងចាតើតូនជាមួយនឹងបញ្ហាទាំង3នេះគឺជាបញ្ហាប្រឈមទូទៅនៃគេហៅថាប្រជាជននៃប្រទេសកម្ពុជារបស់យើងគឺមានការកើនឡើងច្រើនដោយសារតែការហូបចុកមិនបានត្រឹមត្រូវមិនទៀងទាត់តាមពេលវេលាហើយការហូបចុកដោយចូលចិត្តនៅរបស់កាយឆ្នៃច្រើនចាអញ្ចឹងវាបង្កជាបញ្ហាដែលឲ្យយើងប្រឈមជាមួយនឹងការលើសជាតិស្ករលើសជាតិខ្លាញ់លើសជាតិអាស៊ីតនៅក្នុងខ្លួនហើយចំពោះរោគសញ្ញានៃបញ្ហាលើសជាតិខ្លាញ់លើសជាតិស្ករលើសជាតិអាស៊ីតនេះបងប្អូនអាចសង្កេតមើលទៅលើការដែលយើងឧស្សាហ៍ស្រេកទឹកឬក៏យើងឃ្លានអាហារខ្លាំងរហូតដល់យើងអត់អាចគ្រប់គ្រងខ្លួនឯងញាត់ដៃញាត់ជើងចាអាចធ្វើឲ្យយើងនឹងនោមញឹកញាប់ចាអាចធ្វើឲ្យយើងនឹងគឺស្ពឹកសពន់ដៃជើងហើយអាចធ្វើឲ្យយើងនឹងគឺពិបាកដកដង្ហើមយើងឈឺចុកនឹងទ្រូងឬក៏យើងឈឺតាមកន្លែងដៃកន្លែងជើងរបស់យើងចាមាននៅបញ្ហាលវាស់ស្បែកម្ដងម្កាលចាឬក៏បង្ករោគជាញឹកញាប់នៅលើស្បែករបស់យើងហ្នឹងចាហើយនឹងមានជាការដែលយើងនឹងឧស្សាហ៍អស់កម្លាំងកំហែងចាល្វើយងងុយគេងចង្អឹងញាប់ចានឹងមានរោគសញ្ញាជាច្រើនទៀតដែលពុកម៉ែបងប្អូនអាចសង្កេតមើលនៅលើឬក៏ផ្ទៀងផ្ទាត់នៅលើ caption ខាងលើចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកំពុងតែមានបញ្ហាទាំងអស់នេះដូចខ្ញុំបានជំរាបជូនពុកម៉ែបងប្អូននេះគឺជាដំណោះស្រាយមួយដែលល្អមែនទែនចាដែលវាមានទូនាទីនៅក្នុងការទៅចាប់យកជាតិស្ករជាតិខ្លាញ់ហើយនិងជាតិអាស៊ីតដែលនៅក្នុងខ្លួនរបស់យើងហ្នឹងគឺវាធ្វើការបំលែងចាបញ្ចេញមកតាមទឹកនោមរបស់យើងចាបែបធម្មជាតិដែលគ្មានផលប៉ះពាល់ចាពីព្រោះថានៅក្នុងផលិតផលទាំងអស់នេះគឺវាមានសម្បូរទៅដោយអាហារសរសៃចាដែលជំនួយទៅដល់រាងកាយរបស់យើងបានយ៉ាងល្អមែនទែនហើយវាគឺមានភាពវៃឆ្លាតមែនទេពុកម៉ែបងប្អូនពីព្រោះថាយើងអាចញ៉ាំវានៅពេលមុនអាហារដើម្បីវាទៅក្រាលនៅស្រទាប់ពោះវៀនរបស់យើងដើម្បីចាប់យកជាតិស្ករដែលសេសសល់ហើយនឹងជាតិស្ករដែលថ្មីនៅក្នុងខ្លួនរបស់យើងយកទៅចាក់ចោលហើយវាទុកមកសំល្មមដែលរាងកាយរបស់យើងត្រូវការតែប៉ុណ្ណោះដូច្នេះហើយទើបធ្វើឲ្យវាមានប្រសិទ្ធភាពនៅក្នុងការញ៉ាំដោយមាននៅទំនុកចិត្តហើយវាមានគុណភាពខ្ពស់នៅសមត្ថភាពក្នុងការដោះស្រាយទៅលើបញ្ហានឹងជួយពុកម៉ែបងប្អូនទាំងអស់គ្នាដោយមិនមែនត្រឹមតែញ៉ាំទៅនឹងគឺទុកបណ្ដាជាតិស្ករឡើងទេប៉ុន្តែគឺវាទៅប្រើនៅជាតិស្ករដែលសេសសល់នៅក្នុងខ្លួនរបស់យើងនឹងតែម្ដងដូច្នេះវាធ្វើឲ្យរាងកាយរបស់យើងមិនសល់ស្ករមិនសល់ខ្លាញ់មិនលើសអាស៊ីតអញ្ចឹងវាជាដំណោះស្រាយមួយដែលល្អសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាផលិតផលរបស់ប្រទេសអាមេរិកផងដែរដែលមាននៅស្តង់ដារត្រឹមត្រូវមានរោងចក្រផ្ទាល់ខ្លួនហើយក៏យើងបានចុះស្រុកខ្មែរនេះជាង10ឆ្នាំមានការត្រួតពិនិត្យពីខាងក្រសួងសុខាភិបាលត្រឹមត្រូវចឹងបើសិនជាពុកម៉ែបងប្អូនចា